មេទំនើងមួយក្រុមមានគ្នា6នាក់និងម៉ូតូ3គ្រឿងបង្ហោះយ៉ាងអនាត័យនៅផ្លូវមនីវង្សកែងផ្លូវ200សង្កាត់បឹងរាំងរាជធានីភ្នំពេញក្មេងទំនើងមួយក្រុមមានគ្នា6នាក់និងម៉ូតូ3គ្រឿងដែលបានបង្ហោះយ៉ាងអនាត័យនៅលើផ្លូវមនីវង្សកែងផ្លូវ200សង្កាត់បឹងរាំងខណ្ឌដូនពេញនៅថ្ងៃទី4ខែឧសភាឆ្នាំ2025ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញឃាត់ខ្លួនក្រោយពីសមត្ថកិច្ចបានធ្វើការបង្ក្រាបក្រុមក្មេងទំនើងបង្ហោះម៉ូតូចំនួន6នាក់និងមធ្យោបាយម៉ូតូចំនួន3គ្រឿងបានធ្វើការសាកសួររួចមកឯកឧត្តមស្នេហ៍ឯកជួននរិនអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញចង្អុលបង្ហាញឲ្យអធិការដ្ឋានកោះអញ្ជើញឪពុកម្ដាយនិងអាណាព្យាបាលឲ្យមកធានានិងធ្វើការអប់រំណែនាំដោយសម្បីខ្លួនត្រូវធ្វើកិច្ចសន្យាដើម្បីបានវិលត្រឡប់ទៅកាន់គេហដ្ឋានវិញដោយពុំមានការបោកហាក់ពិន័យជាប្រាក់អ្វីឡើយចំពោះមធ្យោបាយត្រូវសមត្ថកិច្ចបានធ្វើការដកហូតរក្សាទុកនៅអធិការដ្ឋានរយៈពេល3ខែរហូតដល់មានគោលការណ៍ដឹកនាំជាថ្មីទើបប្រគល់ឲ្យសម្បីខ្លួនវិញភ័យឆាបឆេះការិយាល័យក្រុមហ៊ុនសំណង់មួយកន្លែងនៅបូរីអូរ៉ូរ៉ាស៊ីធីក្រាំងក្នុងភ្នំពេញហេតុការណ៍ពីភ័យនេះបានកើតឡើងកាលពីថ្ងៃទី5ខែឧសភាឆ្នាំ2025ភ្លាមនោះរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងបានទៅដល់ធ្វើអន្តរាគមន៍បាញ់ពន្លត់ការិយាល័យក្រុមហ៊ុនសំណង់ផ្នែកសិក្សាប្លង់មួយកន្លែងស្ថិតនៅផ្ទះល្វែងជាន់ទី3បូរីអូបូរ៉ាស៊ីធីភូមិក្នុងភូមិក្រាំងអង្ក្រងសង្កាត់ក្រាំងក្នុងខណ្ឌសែនសុខរាជធានីភ្នំពេញត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបណ្ដាលឲ្យសម្ភារៈការិយាល័យរួមមានកៅអីតុទូនិងកុំព្យូទ័រជាច្រើនគ្រឿងរងការខូចខាត